បើសិនជាដៃបងប្អូនទាំងអស់គ្នាជាប់ចំណងបងប្អូនមិនចាំបាច់ភ័យទេហើយក៏មិនចាំបាច់កាត់វាដែរបងប្អូនមើលតែវិធីនេះទៅគឺបងប្អូនអាចស្រាយចំណងបានដោយងាយស្រួលតែម្ដងអញ្ចឹងបងប្អូនដែលឃើញវីដេអូនេះហើយកុំភ្លេចជួយចែករំលែកម្នាក់មួយដើម្បីឲ្យបងប្អូនទាំងអស់គ្នាបានឃើញតបងប្អូនអាចចែករំលែកវីដេអូនេះម្នាក់មួយទុកគ្រាន់មើលនៅថ្ងៃក្រោយបើសិនជាបងប្អូនទាំងអស់គ្នាចូលព្រៃបាទបងប្អូនអាចធ្វើជាចង្ក្រានបែបនេះគឺល្អខ្លាំងមែនទែនបងប្អូនបាទគឺងាយស្រួលខ្លាំងមែនទែនអត់មានអីពិបាកទេបងប្អូនមានតែដាច់3ដើមទេនិយាយទៅខ្សែយើងចង់តមិនក៏បានដែរប៉ុន្តែបើសិនជាយើងចង់តឲ្យមើលឃើញទៅស្អាតអាចមើលវីដេអូនេះបានគឺបងប្អូនគ្រាន់តែមើលតាមគេទៅហើយអាចធ្វើទៅតាមគេទៅគឺយើងតមកគឺចេញមុខចំណស្អាតខ្ញុំគិតថាវីដេអូនេះអាចនឹងសំខាន់សម្រាប់បងប្អូនអ្នកដែលគាត់ចូលចិត្តរកអស់អញ្ចឹងណាបើសិនជាបងប្អូនទាំងអស់គ្នាបានឃើញវីដេអូនេះហើយកុំភ្លេចជួយចែករំលែកម្នាក់មួយផងនេះគឺជាវិធីសាស្ត្រចងអស់ដើម្បីឲ្យយើងស្រួលស្រាយវិញអញ្ចឹងណាបងប្អូនទាំងអស់គ្នាបាទកុំភ្លេចចែករំលែកម្នាក់មួយបងប្អូនគួរតែ share វីដេអូនេះម្នាក់មួយទុកអញ្ចឹងណាខែលោថ្ងៃណាមួយបងប្អូនចូលព្រៃឬក៏ដើរទៅណាទៅណីអីអត់មានទឹកល្អហូបណាមានទឹកកខ្វក់ណាបងប្អូនអាចធ្វើតាមវិធីនេះរបស់គេនេះបានបងប្អូនបាទងាយស្រួលទេបងប្អូនបាទគ្រាន់តែវារឿងអញ្ញែតិចអញ្ចឹងណាបងប្អូនបាទអញ្ចឹងទឹកដែលកខ្វក់ទឹកដែលមានដីមានអីបងប្អូនអាចធ្វើវិធីនេះទៅគឺវាហូរស្រស់មកឡើងស្អាតតែម្ដងអញ្ចឹងបងប្អូនកុំភ្លេចចែករំលែកម្នាក់មួយ